ធ្វើការបោះសម្អាតមីនក្រោមโครงការនៃជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនរដ្ឋាភិបាលជប៉ុននឹងផ្ដល់ទឹកប្រាក់សរុបប្រមាណជា $509,723 ដល់អង្គការសកម្មភាពកម្ចាត់មីនជប៉ុន JMAS សម្រាប់គម្រោងបង្កើនសមត្ថភាពក្រុមបោះសម្អាតកាកសំណល់ជាតិផ្ទុះពីសង្គ្រាមកិច្ចសន្យានឹងផ្ដល់ជំនួយនឹងត្រូវចុះទៅលេខាដែលដំគូម៉ាម៉ារុយូជីឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំប្រជាជាតិកម្ពុជានិងលោកស្រី Fujikami Hirumi តំណាងប្រធានតំណាងអង្គការ JMAS នៅស្ថានទូតជប៉ុនបាទដល់ឡែកប្រជាអធិរាជជប៉ុនក៏បានផ្ដល់នៅគ្រឿងអិសរិយយសដល់ប្រធានក្រុមប្រឹក្សាភិបាលនៃអនុនិងវិទ្យាល័យមិត្តភាពកម្ពុជាជប៉ុនខេត្តព្រៃវែងនៅថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2014រដ្ឋាភិបាលជប៉ុនបានប្រកាសជាផ្លូវការនៅឈ្មោះជនបរទេសដែលជាអ្នកទទួលបានគ្រឿងអិសរិយយសប្រជាអធិរាជជប៉ុនប្រចាំនៅរដូវឆ្នាំ2014នេះក្នុងចំណោមអ្នកទទួលបានដែលជាជនបរទេសចំនួន57នាក់លោកគង់វ៉នប្រធានក្រុមប្រឹក្សាភិបាលនៃអនុនិងវិទ្យាល័យមិត្តភាពខ្មែរជប៉ុនខេត្តព្រៃវែងនិងជាប្រធានអង្គការមូលនិធិខ្មែរជំនួយការសិក្សានៅកម្ពុជាបានទទួលនៅគ្រឿងអិសរិយយសប្រជាអធិរាជជប៉ុនមេដាយប្រភេទ The Order of the Rising Sun Gold Ray with Roselle ជាការទទួលស្គាល់នៅការចូលរួមចំណែកដ៏ធំធេងដល់ការអភិវឌ្ឍក្នុងការអប់រំភាសាជប៉ុននៅប្រទេសកម្ពុជានិងការជំរុញឲ្យមានការយល់ដឹងអំពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុននិងប្រទេសកម្ពុជាពិធីប្រគល់គ្រឿងអិសរិយយសនឹងប្រព្រឹត្តទៅតាមកម្មវិធីនិងពេលវេលាដូចខាងក្រោមការប្រឆាត់ពេលវេលាបើគឺថ្ងៃប្រហ័សទី11ខែធ្នូវេលាម៉ោង 18:00 នាទីទីកន្លែងគឺនិវេសនដ្ឋានឯកអគ្គរដ្ឋទូតជប៉ុនអាស័យដ្ឋានប្រទេសលេខ194មហាវិថីព្រះនរោត្តមនៅក្នុងឱកាសដ៏ពិសេសនេះស្ថានទូតសូមគោរពអញ្ជើញអ្នកសារព័ត៌មានជាតិនិងអន្តរជាតិបើចូលរួមយកព័ត៌មាននៅក្នុងកម្មវិធីនេះដើម្បីរក្សាសន្តិសុខនៅក្នុងស្ថានទូតអ្នកសារព័ត៌មានដែលមានបំណងបើចូលរួមយកព័ត៌មានសូមមេត្តាចុះឈ្មោះជាមុនផងដែរបាទចាអរគុណសារ៉ាយើងមើលព័ត៌មានមួយនេះវិញចាគឺធនាគារ